រៀបសួរអំពូមីងទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះចម្រើនពងជាសិស្សមកផ្នែកទី4ខនៃសាលារៀនបេក្ខជនកម្ពុជាក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលដកស្រង់ចេញពីសៀវភៅពុម្ពថ្នាក់ទី4ដោយអត្ថបទនោះមានចំណងជើងថាកុមារចេះគួរសមសូមអំពូមីងទាំងអស់គ្នាចូលរួមស្ដាប់ដូចតទៅកុមារចេះគួរសមពេលវេលារសៀលថ្ងៃអាទិត្យមួយកុមារីកុន្ធាបានឮអាពាហ៍ព្រុសវូវូនាងដឹងច្បាស់មានភ្ញៀវមករកនៅខាងក្រៅកុន្ធាប្រញាប់ចាប់ឆ្កែចងរួចដើរទៅបើកទ្វារពេលនោះបុរសចំណាស់ម្នាក់សួរកុន្ធាមុនពុកម៉ែរបស់ក្មួយនៅឬទេកុន្ធាលើកដៃសំពះគាត់ព្រោះព្រមទាំងឆ្លើយដោយទន់ភ្លន់ចាស់លោកអ៊ំម៉ែខ្ញុំនៅក្នុងផ្ទះដាំបាយចំណែកឪពុកធ្វើរបងចំការខាងក្រោយសូមលោកអ៊ំអញ្ជើញចូលទៅក្នុងផ្ទះសិនខ្ញុំនឹងជម្រាបគាត់កុន្ធានាំភ្ញៀវអង្គុយកន្លែងដ៏គួរសមរួចនាងចូលទៅក្នុងផ្ទះចាក់ទឹកមួយកែវយកមកជូនភ្ញៀវនិងនិយាយដោយទឹកមុខញញឹមលោកអ៊ំអញ្ជើញពិសាទឹកភ្ញៀវនោះតបវិញអរគុណក្មួយបន្ទាប់មកកុន្ធាថយទៅជម្រាបឪពុកម្ដាយពេលឪពុកម្ដាយកំពុងសន្ទនាជាមួយភ្ញៀវប្អូនប្រុសនាងម្នាក់រត់វឹងបំរុងទៅរកឪពុកម្ដាយស្រាប់តែឃើញឪពុកម្ដាយមានភ្ញៀវក៏អោនក្បាលគោរពបន្តិចរួចថយក្រោយវិញកុន្ធាទៅចិត្តនិយាយខ្សឹបប្រាប់អូនឯងកុំរត់កាត់មុខភ្ញៀវឬរំខានឪពុកម្ដាយកំពុងសន្ទនាពេលភ្ញៀវត្រឡប់ទៅផ្ទះវិញឪពុកម្ដាយកុន្ធាសរសើរកូនស្រីដោយពេញចិត្តកូនចេះគួរសមចំពោះភ្ញៀវណាស់ចុះកូនរក្សាការគួរសមចំពោះអ្នកដទៃឲ្យបានជាប់ជានិច្ចលាអំពូមីងនិងបងប្អូនទាំងគ្នាដែលបានចំណាយពេលវេលាមានតម្លៃស្ដាប់ខ្ញុំអានមេរៀននេះសូមអរគុណសូមជម្រាបលា